ជំរាបសួរបងប្អូនគ្នាសប្បាយចិត្តអត់ចាថ្ងៃនេះគឺអ្នកគ្រូពីដើមមានមេរៀនមួយយើងមកចែករំលែកទៀតដែលមេរៀនយើងហ្នឹងគឺនិយាយអំពីតើអ្នកដែលមានបញ្ហាគ្រូតម្រងនោមអាចធ្វើការប្រើប្រាស់អក្សររំលោភមេដាបនបានដែរឬទេចាបងប្អូនចង់ដឹងអត់បើចង់ដឹងកុំភ្លេចតាមដានរហូតតចប់ណាចាអញ្ចឹងបងប្អូនដឹងហើយថាតើតើទៅនឹងការរំលោភគឺត្រូវការមានការប្រឹក្សាច្បាស់លាស់ពីអ្នកជំនាញអញ្ចឹងបងប្អូនបើសិនជាបងប្អូនចង់ធ្វើការរំលោភសូមទៅធ្វើការទទួលសេវាជាមួយនឹងអ្នកជំនាញខាងរំលោភណាមិនមែនតែនៅសរដ្ឋានទេពូនៅសរដ្ឋានគឺគាត់គ្រាន់តែលក់ថ្នាំគាត់មិនមែនជំនាញខាងរំលោភទេអញ្ចឹងបើយើងចង់បានការប្រឹក្សាដែលច្បាស់លាស់ទៅរកសេវាណាដែលមានសេវារំលោភចាមានគ្រប់មណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកនិងសេវាឯកជនជាច្រើនចានៅក្នុងប្រទេសកម្ពុជារបស់យើងចាអញ្ចឹងយើងអាចសាកសួរព័ត៌មានទៅគឺគេនឹងផ្ដល់ព័ត៌មានយើងយ៉ាងច្បាស់លាស់ហើយតើតើទៅនឹងការរំលោភគូបញ្ជាក់ហត្ថបញ្ជាក់ទៀតបើសិនជាយើងចង់ធ្វើការប្រើប្រាស់ថ្នាំគឺកូនក្រឹម9សប្តាហ៍ទៅប្រើបានចាតែបើកូនលើពីហ្នឹងគឺត្រូវធ្វើការបូមសម្អាតបើកូនកន្ធំចាចាប់ពី4ខែឡើងទៅគឺធ្វើការដាក់ថ្នាំបង្កើតអីចឹងទៅណាទៅតាមការផលិតជាក់ស្ដែងបន្ថែមទៀតចាហ្នឹងហើយហើយដូចមេរៀនយើងថ្ងៃហ្នឹងចឹងដឹងយ៉ាងពីតើអ្នកមានបញ្ហាគ្រោះតម្រងនោមអាចធ្វើការប្រើប្រាស់អក្សររំលោភមេតាបនបានដែរឬទេចាបងប្អូនត្រូវដឹងថាតើពេលដែលយើងប្រឌិតមើលគ្រោះតម្រងនោមហ្នឹងចាតើគ្រោះហ្នឹងទំហំប្រហែលដែរចាហើយមួយទៀតអញ្ចឹងតើតើនឹងបញ្ហាគ្រោះតម្រងនោមនេះអ្នកខ្លះទៀតគឺគាត់បានព្យាបាលជារួចហើយអ្នកខ្លះទៀតគឺគាត់កំពុងតែកើតចាហ្នឹងហើយអញ្ចឹងយើងត្រូវដឹងថាបើសិនជាយើងបានព្យាបាលរួចហើយអូខេចាយើងជាហើយអីហើយគឺយើងអាចធ្វើការប្រើប្រាស់បានធម្មតាណាចាតែបើសិនជាអ្នកដែលគាត់មានគ្រោះគាត់កំពុងតែលេបថ្នាំដើម្បីរំលាយគ្រោះឬក៏គាត់ទទួលការវះកាត់អីចឹងអូខេចាអញ្ចឹងបើករណីយើងវះកាត់អូខេយើងវះកាត់ហើយចាមានសុខភាពល្អអីស្រួលបួសចាំយើងធ្វើការរំលោភទៅណាចានឹងព្រោះថាការវះគ្រោះតម្រងនោមគឺវាអាចធ្វើឲ្យយើងនឹងគេហៅថាពេលដែលយើងស្ថិតនៅក្នុងការវះកាត់គឺយើងអត់ទាន់ស្រួលខ្លួនទេមែនទេចាពេលខ្លះទៅក៏រហិតហាយឈឺចុកចាប់អីអញ្ចឹងណាចាអញ្ចឹងនៅពេលដែលយើងទៅវះហើយភ្លាមគឺយើងក៏មិនទាន់អាចធ្វើការរំលោភអីព្រោះថាពេលដែលយើងរំលោភទៅវាធ្វើឲ្យរាងកាយយើងវាខ្សោយមួយកម្រិតទៀតអញ្ចឹងវាធ្វើឲ្យគេហៅថាយើងអាចអស់កម្លាំងអាចអីចឹងណាអញ្ចឹងហើយយល់ល្អគួរតែយើងមានសុខភាពល្អចាំយើងធ្វើការរំលោភទៅហើយបើសិនជាយើងទទួលការវះកាត់ហើយអ្នកគ្រូសំណូមពរឲ្យបងប្អូនគ្នាចាំមិនថាវះកាត់អ្វីទេវះកាត់កូនវះកាត់គ្រូតម្រងនោមវះកាត់ខ្លាញ់ពោះវៀនវះកាត់ជ្រុងវះកាត់ស្អីក៏ដោយឲ្យតែយើងវះកាត់ហើយសូមទៅធ្វើការបរិយាកណាតកុំធ្វើការបរិយាកណាតដោយធម្មជាតិព្រោះថាការបរិយាកណាតដោយធម្មជាតិគឺវាអាចនឹងមានហានិភ័យនៃការមានកូនច្រើនហើយយើងត្រូវចងចាំថាការរំលោភញឹកញាប់គឺមិនល្អទេចារំលោភញឹកញាប់គឺអាចមានគ្រោះថ្នាក់តែបើសិនជាយើងពជាកណាតចាមិនថាប្រើថ្នាំគ្រាប់ថ្នាំចាក់កងដៃឬកងស្បូនទេយើងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេចាគ្រាន់តែវាអាចមានផលរំខានតិចតួចតែបើសិនជាយើងរំលោភតែយើងរំលោភមិនបានច្បាស់លាស់រំលោភដោយចិត្តឯងដោយមានការប្រសិទ្ធច្បាស់លាស់គឺអាចប៉ះពាល់ដល់អាយុជីវិតអញ្ចឹងការរំលោភនឹងគឺមិនល្អទេកុំចូលចិត្តការរំលោភពេកណាបងប្អូនចាថ្ងៃការពារភាសាជាបាលអញ្ចឹងមិនចង់រំលោភសូមទៅធ្វើការពជាកំណត់ទាំងអស់គ្នាណាចាអញ្ចឹងពជាហត្ថជាទៀតបើសិនជាបងប្អូនមានបញ្ហាគ្រោះតម្រងនោមចាតែយើងបានជារួចហើយឬក៏យើងបានធ្លាក់គ្រោះនឹងរួចហើយសុខភាពយើងល្អធម្មតាហើយអូខេគឺយើងអាចធ្វើការប្រើប្រាស់អត់ទៅដំឡូតបានប៉ុន្តែត្រូវតែធ្វើការប្រឹក្សាជាមួយនឹងអ្នកជំនាញណាចាប៉ុន្តែបើសិនជាយើងកំពុងតែព្យាបាលលេបថ្នាំចាគឺត្រូវតែធ្វើការប្រឹក្សាជាមួយនឹងអ្នកជំនាញខាងតម្រងនោមនឹងផងដែរថាតើថ្នាំហ្នឹងខ្ញុំអាចខ្ញុំប្រើអញ្ចឹងខ្ញុំអាចប្រើថ្នាំរំលោភបានអត់អីអញ្ចឹងគ្នាទៅធ្វើការពិភាក្សាជាមួយនឹងអ្នកជំនាញសិនមុននឹងប្រើកុំចេះតែប្រើដោយចិត្តឯងចាដល់ថ្ងៃបើយើងកំពុងតែលេបថ្នាំរំលាយគ្រោះចាឬក៏យើងកំពុងតែធ្វើការវះកាត់ទឹមតែវះកាត់រួចហើយអីចឹងណាកុំតន់ភ្លាម កុំទាន់ចិត្តឯងទៅធ្វើការប្រឹក្សាជាមួយនឹងអ្នកជំនាញសិនជំនាញទាំងខាងតម្រងនោមគ្រោះតម្រងនោមដែលយើងកំពុងតែព្យាបាលហ្នឹងនិងអ្នកជំនាញខាងរំលោភដូចគ្នាទៅធ្វើការពិភាក្សាទាំងពីរដើម្បីយើងទទួលបានគេហៅថាប្រសិទ្ធភាពខ្ពស់និងទទួលបានភាពជោគជ័យណោះចាអញ្ចឹងមកគ្នាចឹងសង្ឃឹមអ្នកដែលគាត់មានបញ្ហាគ្រោះតម្រងនោមទាំងអស់គ្នានឹងយល់ណាអ្នកគ្រូធ្វើវីដេអូហ្នឹងឯងចាអញ្ចឹងបើសិនជាយើងបានញ៉ាំថ្នាំរលាយអស់ហើយយើងបានធ្លាក់គ្រោះនឹងហើយយើងបានព្យាបាលជារួចហើយគ្រាន់តែយើងធ្លាប់មានប្រវត្តិគ្រោះតម្រងនោមអូខេអត់អីទេយើងអាចប្រើប្រាស់បានណាចាព្រោះសុខភាពយើងល្អវិញហើយអញ្ចឹងវាអត់ពាក់ព័ន្ធគ្នាទេចាតែបើករណីយើងកំពុងតែលេបថ្នាំរំលាយគ្រោះឬក៏
កំពុងតែធ្វើការវះកាត់ឬក៏ទឹមទៅវះកាត់ឲ្យភ្លាមសូមកុំទាន់អាចប្រើថ្នាំប្រមូលដោយចិត្តឯងសូមទៅធ្វើការពិភាក្សាជាមួយនឹងអ្នកជំនាញសិនទាំងអ្នកជំនាញខាងតម្រងនោមគូសតម្រងនោមហ្នឹងក៏ដូចជាអ្នកជំនាញខាងរំលោភមុននឹងប្រើប្រាស់ព្រោះថាការប្រើប្រាស់ដែលគ្មានវិជ្ជាបញ្ជាច្បាស់លាស់អាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពក៏ដូចជាអាយុជីវិតរបស់បងប្អូនផងដែរណាចាហើយមកភ្លាចឹងមានអ្នកគ្រូកណ្ដឹងមាននំនេះចាសូមអរគុណសូមជម្រាបលាជួបគ្នាដល់បន្ទាប់ហើយបើសិនជាបងភ្លាចង់ទទួលស្វាគមន៍ទៅការរំលឹកសុខភាពមិនថាការប្រើប្រាស់ថ្នាំការបងម៉ាតកូនកូនដូចកូនធំអីទេចាបងប្អូនអាចទៅមកបានតាមផេកមន្ទីរពេទ្យនៃក្តីស្រឡាញ់និងស្នាមញញឹមត្រីឬក៏តាមទូរស័ព្ទគូផ្ទាល់096 575ចាហើយបើសិនជាចង់ទទួលសេវាឬក៏ចង់ទទួលបាននៅមេរៀនចាទៅតាមបញ្ហាសុខភាពបងប្អូនអាចចូលទៅ like នៅក្នុង channel YouTube រៀនពីដាវចាឬក៏ follow នៅក្នុង page មន្ទីរពេទ្យនៃក្តីស្រឡាញ់និងស្នាមញញឹមត្រីបងប្អូននឹងទទួលបានមេរៀនជាច្រើននៅក្នុងនោះចាសូមអរគុណបាយបាយ love you